ជំរាបសួរចា៎មកជួបគ្នាខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះគឺបានថតយូរហើយប៉ុន្តែទោះបានកាត់ផងអញ្ចឹងចាថ្ងៃនេះផងដែរសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនានៅឯទស្សនភាពនៅឯខេត្តតាកែវជាមួយនឹងក្រុមគ្រួសារខាងម៉ាក់ក្មេករបស់ខ្ញុំតែម្ដងចាថ្ងៃនេះផងគឺយើងបានធ្វើការស្លសម្លចំនួន2មុខគឺស្លកកូរហើយនិងស្លម្ជូរធាងត្រារបស់យើងចានេះដែរលោកយាយរបស់ខ្ញុំគឺគាត់កំពុងធ្វើការលេងអង្គលីងឡើងឈ្ងុយឈ្ងប់តែម្ដងចាហើយខ្ញុំគឺធ្វើការដើរបេះបន្លែផ្សេងផ្សំនៅខាងក្រោយចាមានដូចជាការលហុងស្លឹកនុបស្លឹកអីអញ្ចឹងណាចាជាដំបូងគឺធ្វើការកាច់ជាមួយនឹងការលហុងចូលចាប៉ុន្តែជាស្ដែងគឺអត់ចេះញ៉ាំទេប៉ុន្តែមានអ្នកទេសគឺគាត់ចេះញ៉ាំកាច់យកទុកឲ្យគាត់ញ៉ាំតែម្ដងខ្ញុំបានតាមបន្លែណាដែលมันមានជាតិអវីងជាតិកពុលទេចាបន្ទាប់មកគឺមកធ្វើការបេះជាមួយនឹងស្លឹកនុបចាស្លឹកនុបនេះខ្ចីខ្លាំងមែនតើចាហើយបន្ទាប់មកទៀតគឺធ្វើការបេះជាមួយនឹងស្លឹកដំឡូងស្លឹកខ្ញុំគេហៅថាដំឡូងបួនចង់និយាយខុសចាហើយនេះបងរបស់ខ្ញុំគឺគាត់បេះស្លឹកគ្រៃដើម្បីយើងយកទៅស្លចាហើយបន្លែរបស់យើងគឺមានច្រើនមុខដែរការលហុងមានស្លឹកនុបហើយនិងស្លឹកដំឡូងចាហើយស្លឹកផ្សេងទៀតគឺអត់មានទេតែសាមីងគាត់ចូលចិត្តយាយតែគាត់ចូលចិត្តជាមួយស្លឹកដំឡូងចាហើយយើងហាន់ស្លឹកដំឡូងយើងតូចល្មមគឺយើងធ្វើការបុកវាល្អិតទៅហើយចាំយើងធ្វើការលាយជាមួយកលីងតាមក្រោយហើយបន្ទាប់មកមីងគឺគាត់មានហាន់ត្រីហាន់អីចឹងណាចាមើមខ្ទឹមមើមអីហើយខ្ញុំធ្វើការស្រោចជាមួយនឹងផ្កាលហុងហើយបង្កាត់ភ្លើងបង្កាត់អីចាហើយនេះវីដេអូដែលយើងធ្វើការលេងក៏លេងរួចឆ្អិនហើយគឺយើងយកមកច្បល់ចូលជាមួយនឹងស្លឹកដំឡូងយើងបុកមុនហ្នឹងចាហើយធ្វើការដាក់អំពងជាមួយនឹងខ្លាញ់ជ្រូករបស់យើងឲ្យយ៉ាងចេញខ្លាញ់បន្តិចហើយគឺមីងធ្វើការដាក់ជាមួយនឹងខ្ទឹមសយើងចូលតែម្ដងដើម្បីបំពងឲ្យវាឈ្ងុយពេលដែលយើងធ្វើការចាក់ត្រីជាមួយនឹងសាច់ជ្រូកចូលជាមួយនឹងប្រហុកអីហើយគឺបងប្អូនអាចធ្វើការថែមស្ករថែមប៊ីចេងទៅតាមចំណង់ចំណូលចិត្តបន្ថែមទៅប៉ុន្តែកុំដាក់អំបិលច្រើនពេកដោយសារយើងដាក់ប្រហុកហើយអញ្ចឹងអាចនឹងប្រៃចាហើយធ្វើការកូរវាចុះកូរវាឡើងទៅទុកមួយសន្ទុះសូមយើងធ្វើការដាក់បន្លែចូលជាការស្រេចចាយើងពងមួយល្មមហើយអញ្ចឹងគឺយើងធ្វើការយកបន្លែរបស់យើងមកចាក់ចូលតែម្ដងបាច់ឲ្យវាឆ្អិនខ្លាំងពេកទេចាគឺបន្លែរបស់យើងមានជាមួយនឹងស្លឹកដំឡូងដែលយើងលាយជាមួយនឹងកលីងមុនហ្នឹងធ្វើការដាក់វាចូលមកឲ្យកូរវាចុះឡើងសូមយើងធ្វើការថែមទឹកទៅសមល្មមជាមួយនឹងសម្លរបស់យើងជាក់ស្ដែងអញ្ចឹងណាបងប្អូនចាពេលយើងធ្វើការចាក់ទឹកមួយសមល្មមហើយធ្វើការគ្របវាទុកចោលមួយសន្ទុះទៅពេលពុះឡើងគឺយើងចាប់ផ្ដើមកូរវាជាបន្តទៀតពោខ្លាចវាខ្លោចបាតខាងក្រោមអញ្ចឹងណាពងកលីងតែយើងមិនកូរគឺវាអាចនឹងខ្លោចចាខ្ញុំដឹងហើយថាមិនបានស្លនឹងគេហៅថាស្លកកូរឬក៏នំក្លែកហៅថានំកូរដោយសារនៅក្នុងស្លហ្នឹងគឺយើងកូរច្រើនដងមែនតើចាមិនមែនម្ដងក៏មិនមែនពីរដងចាកូរហើយកូរទៀតរហូតតតែស្លឆ្អិនក៏ទៅវាច្រើនដងដែរពេលដែលស្លរបស់យើងពុះអញ្ចឹងបានតែស្លយើងឆ្អិនហើយកន្លែងនេះដែរអាចភ្លក់ទៅតាមរសជាតិដែរបងប្អូនចង់បានទៅស្ទើរអីគឺថែមនឹងទៅចាអត់អីទេចាខ្ញុំដួសទុកខ្លះព្រោះសារខ្ញុំអត់ចេះញ៉ាំល្វីងហើយសមមែនមីងពូក៏ថែមជាមួយនឹងការលហុងចូលហើយកូរវាត្រឡប់ទៅគឺយើងអាចដួសយកទៅញ៉ាំបានហើយព្រោះសារអីការលហុងរបស់យើងគឺវាឆ្អិនស្រាប់អរិយាសាតែយើងស្រោះមុននឹងហើយគឺធ្វើការដួសយកទៅញ៉ាំតែម្ដងគាត់នឹងកូរវាឲ្យវាចូលជាតិគ្នាអញ្ចឹងណាបងប្អូនចាពេលដែលញ៉ាំជុំគ្នានៅខាងមុខគឺខ្ញុំមិនបានថតទេខ្ញុំថតបាននៅតែចិត្តកន្លែងស្លចាដោយសារចុះឡើងឲ្យមេឃវាក្តៅដែរមើលតាថ្ងៃទៅក៏ដឹងដែរចាហើយនេះស្លរបស់យើងគឺពីរមុខឯហ្នឹងប៉ុន្តែខ្ញុំថតតា
មួយមុខសិនមួយមុខទៀតនឹងចេញនៅវីដេអូទី2ចាហើយអង្គអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ណាជួបអ្នកខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយជម្រាបលាបាយបាយ